ឥឡូវយកអំពើហង្សាបាទអំពើហង្សាបាទយើងយកប្រធានបទហ្នឹងចេញសំណួរមកយើងចែកចាយការចែកបទពិសោធន៍ឲ្យគេបានឃើញផងបើមិនចេះអស់លុយហើយគេបានដឹងដែរណាអំពើហង្សាសូមមើលទៅកាន់ចម្លើយទាំង4អ្នកមានចំណូលខ្ពស់អ្នករស់នៅជនបទគ្រប់ស្រទាប់វណ្ណៈជនក្រីក្រសំណួរសួរថាតើអំពើហិង្សាក្នុងគ្រួសារកើតមានចំពោះអ្នកណាមួយអ្នកមានចំណូលខ្ពស់អ្នករស់នៅជនបទគ្រប់ស្រទាប់វណ្ណៈឬក៏ជនក្រីក្រដល់ហ៎ខ្ញុំគិតថាស្ដាយឡោអំពើហិង្សាអាចទៅវិញចាវាអ្នកនោះមួយគេអត់មានចំណូលខ្ពស់ក៏មានដែរចារស់នៅជនបទហើយសើអ្នកឥឡូវយើងយកគ្រប់ខំណាស់ណាចាហើយអំពើហិង្សាវាមិនតែការកោតនៅជនបទហើយសើកាយទេណាមិនលឹកឥឡូវទឹកតែលុយចូលទូដែរ20 មេទេពុនយកដាក់ឡាយទី3ក្តីជាយកទៅដាក់ឡាយទី4ហើយលួចទៅមកដាក់ចម្លើយទី2ទៀតយកទៅអីចម្លើយទី2ហ្នឹងហ៎ខាតអស់1000បាត់អត់ទេចង់ច្រើនជាងឈិតទៅក្រតើអង្គើហិង្សាក្នុងគ្រួសារកើតមានចំពោះអ្នកណាមួយប៉ុន្តែវាច្រើនស្ទប់អ្នកមានចំណូលខ្ពស់អ្នករស់នៅជនបទលោកស្ទប់វណ្ណៈឬមួយក៏ជនក្រីក្រចាបាទតែពីក្រោយយើងមើលតាមខ្សែតាមសារព័ត៌មានក្រីក្រជនក្រីក្របាទអ្នកដែលរស់នៅជនបទក៏មានដែរអ្នករស់ទីក្រុងអ្នកអត់សូវមានវិញចាប៉ុន្តែអ្នកណាមួយអ្នកមួយគេសុំដោតទៅលើអ្នកណាអ្នកមានចំណូលខ្ពស់អ្នកនៅជនបទបាទគ្រប់ស្ទប់វណ្ណៈឬមួយក៏បាទអ្នកក្រីក្រកើតលើអ្នកក្រីក្រឥឡូវខាងស្វាមីបើនិយាយតិចណាបង្កត់ទៅលើចម្លើយទី4មែនខ្ញុំមានអារម្មណ៍ថាវាច្រើនតែទៅលើជនក្រីក្រជាព្រោះកាលណាក្រគាត់មានច្បាប់ផ្លូវចិត្តហ្នឹងក៏អាចឆ្លងមកនឹងវាអារម្មណ៍មួយដែលមិនតាំងមកហើយកាលណាគាត់តាំងមកក្នុងខ្លួនគាត់មានការគិតខ្លីពិចារណាទៅជាអំពើហិង្សាក្នុងគ្រួសារបាទហ្នឹងហើយតែខ្ញុំសម្រេចយកនេះវិញបាទហើយចុះខាងភរិយាវិញក៏សម្រាប់ខ្ញុំយកក្រុមស្ទប់វណ្ណៈព្រោះឯអំពើហិង្សាមិនសំដៅទៅលើដល់វាយដំចំធាក់គេហៅថាអំពើហិង្សាទោះបីលក្ខណៈជា